បងអត់ឈឺទេមែនបងក្តាមគៀបអត់ឈឺហ៎អត់ទេអត់ឈឺបងបាញ់ធ្លាប់ទៅក្តាមគៀបអត់ចាថាម៉េចធ្លាប់ទៅក្តាមគៀបអត់បងអត់ទេអញ្ចឹងបានអត់ឈឺសួរបងខ្ញុំថាបងក្តាមគៀបឈឺអត់ទៅថាអត់ដល់ពេលសួរមែនតើគាត់អត់ដែរក្តាមគៀបទេបានអត់ឈឺត្រូវហើយបងបងប្អូននៅខាងក្រោមចង់ស្រែកអត់ឥឡូវខ្ញុំអ្នកផ្ដើមណាបងប៉ុណ្ណឹងអត់តបាត់ល្ងាទេសុំឲ្យខ្លាំងជាងនេះតិចទៀតខ្ញុំអ្នកផ្ដើមម្ដងទៀតណាហ្មងបងបាត់ល្ងានៅប៉ុណ្ណឹងអត់តទេបងអើយមើលចង់អូនជាងមិនសូវពីរូបានតែច្រៀងរំខានប្របាត់ត្រឹងស្មាក់ខ្ញុំស្មងវិញដែរដូចជាដៃចាប់ផ្ដើមក្តាមគីមិនខ្ជិលលែងទេបើកាលណាមានស្នេហ៍ខ្ញុំមិនព្រមទេប្រពន្ធពីម្នាក់អាជាងតិចបងអីអត់ទេខ្ញុំឲ្យជ្រៀងអត់ជ្រៀងដល់ពេលខ្ញុំជ្រៀងគាត់ជ្រៀងដែរឥឡូវគិតមិនបងចាំមើលខ្ញុំជ្រៀងចាំមើលគាត់ជ្រៀងតាមឈឺបងបើហើយតិចបងអីចាអូនបើហើយចុះចាបងបងសង្ស័យទាំងអស់គ្នាអរគុណស្អីចឹងមែនបងបងអើយមើលច្រងបងច្រៀងមិនសូវពីរូបានតែច្រៀងរំខានប្របើប្រងស្មាក់ខ្ញុំស្មងវិញដែរដូចជាដៃចាប់ផ្ដើមក្តាមនេះមិនឆ្លងលែងទេបើកាលណាមានស្នេហ៍ខ្ញុំមិនព្រមទេប្រពន្ធពីម្នាក់អរគុណចាអរគុណបងប្អូនទាំងអស់គ្នាចាអត់ព្រមទេបើសិនប្រពន្ធពីម្នាក់ឯងចាបងខាងមុខគាត់បោះប្រយ៉ងឲ្យហ្មងចាពីចាអរគុណច្រើនបងអញ្ចឹងឥឡូវដើម្បីកង្វះខាតពេលវេលាយូរដើម្បីកុំឲ្យបងប្អូនឈរយូរល្ងារំលេងកំសាន្តតាមបែបប្រពៃណីខ្មែរទាំងអស់គ្នាបងប្អូនចាឥឡូវសូមអញ្ជើញវាតវងបងប្អូនចាយើងវាតវងទាំងអស់គ្នាដើម្បីរំលេងចាជាបទប្រពៃណីខ្មែរមានរំវងចារងក្បាច់សារវ័នតាមចំណូលចិត្តរបស់បងប្អូនចាហើយថ្ងៃនេះវត្តពុទ្ធរាំងសីរៀបចំបានស្អាតទាំងសណ្ដាប់ធ្នាប់ទាំងសុភ័ណភាពចាបានល្អខ្លាំងមែនទែនហើយនាងខ្ញុំ